សេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយទៀននៅប្រាសាទថ្មីតាមទ្រព្យដែលមានជាវិហារទានថ្វាយចំពោះសង្ឃសេចក្តីត្រេះរិះរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបាន